ការចិញ្ចឹមកូនមិនមែនគ្រាន់តែផ្ដល់អាហារសម្លៀកបំពាក់និងការសិក្សាប៉ុណ្ណោះទេប៉ុន្តែជាការបណ្ដុះនូវទម្លាប់ល្អនិងបុគ្គលិកលក្ខណៈឲ្យកូនក្លាយជាមនុស្សល្អនៅថ្ងៃអនាគតឪពុកម្ដាយគួរចំណាយពេលនិយាយជាមួយកូនដោយសេចក្តីរីករាយនិងបង្ហាញក្តីស្រឡាញ់ចំពោះកូនកុមារដែលធំឡើងក្នុងគ្រួសារដែលមានភាពកក់ក្ដៅនិងការយកចិត្តទុកដាក់និងមានទំនុកចិត្តលើខ្លួនឯងនិងចេះគោរពអ្នកដទៃការអប់រំកូនក៏ត្រូវចាប់ផ្ដើមពីគំរូរបស់ឪពុកម្ដាយផងដែរបើឪពុកម្ដាយមានសុជីវធម៌ស្មោះត្រង់ទទួលខុសត្រូវនិងចេះគោរពអ្នកដទៃកូនក៏នឹងរៀនតាមអំពើល្អទាំងនោះកុមាររៀនពីអ្វីដែលពួកគេឃើញច្រើនជាងអ្វីដែលពួកគេស្ដាប់ជាមួយគ្នានេះឪពុកម្ដាយគួរបង្រៀនកូនឲ្យចេះទទួលខុសត្រូវលើកិច្ចការតូចៗប្រឹងប្រែងរៀនសូត្រចេះដឹងគុណនិងចេះជួយអ្នកដទៃការសរសើរនៅពេលកូនធ្វើបានល្អនិងការណែនាំដោយហេតុផលនៅពេលកូនធ្វើខុសនឹងជួយឲ្យកូនអភិវឌ្ឍផ្លូវចិត្តបានល្អជាងការស្ដីបន្ទោសដោយកំហឹងសូមចងចាំថាការចិញ្ចឹមកូនមិនត្រូវការឪពុកម្ដាយដែលល្អឥតខ្ចោះនោះទេប៉ុន្តែត្រូវការឪពុកម្ដាយដែលមានក្តីស្រឡាញ់ការអត់ធ្មត់និងការអប់រំដោយគំរូល្អកូនដែលទទួលបានសេចក្តីស្រឡាញ់និងការណែនាំត្រឹមត្រូវថ្ងៃនេះនឹងក្លាយជាមនុស្សដែលមានគុណភាពសម្រាប់គ្រួសារនិងសង្គមនៅថ្ងៃស្អែក